សួស្តីបងប្អូននិស្សិតជានិស្សិតឆ្នាំទី1ទី2ឬមួយក៏អ្នកដែលទៅចាប់ផ្ដើមឆ្ងាយពីផ្ទះឬក៏ចេញធ្វើការដំបូងអញ្ចឹងក្នុងចំណុចទី2គឺខ្ញុំនឹងនិយាយអំពីវិធីសន្សំលុយសម្រាប់និស្សិតដែលពឹងផ្អែកចំណូលប្រចាំខែពីឪពុកម្ដាយថាយើងគួរសន្សំលុយបែបម៉េចដើម្បីឲ្យយើងចាយលុយនោះវាគ្រប់គ្រាន់ប្រចាំខែអញ្ចឹងខ្ញុំឧទាហរណ៍ថាមួយខែមាន30ថ្ងៃវាខែខ្លះមាន30 31នេះទៅប៉ុន្តែខ្ញុំឧទាហរណ៍តែ30ថ្ងៃទេប្រសិនបើឪពុកម្ដាយអ្នកទាំងអស់គ្នាផ្គត់ផ្គង់ឲ្យទាំងអស់គ្នារៀនចាយវាត្រឹមតែ$300បើយើងចែកជាមធ្យមមួយថ្ងៃគឺ$10អញ្ចឹងបើកំណត់មួយនេះថាបើយើងចាយមួយថ្ងៃ$10យើងគ្រប់គ្រងអារម្មណ៍លើការចាយវារបស់យើងបានយើងបែងចែកបានត្រឹមត្រូវយើងនឹងមិនខ្វះលុយចាយប្រចាំខែទេប៉ុន្តែក្នុងអត្ថន័យក្នុងវីដេអូមួយនេះគឺខ្ញុំចង់បង្ហាញកលឹះខ្លះៗឲ្យបងប្អូនទាំងអស់គ្នាសន្សំលុយចេញពីលុយដែលយើងត្រូវចាយប្រចាំថ្ងៃនឹងបានឧទាហរណ៍ថាមួយខែ300យើងអាចសល់$10ឬ$20សម្រាប់ទុកនៅក្នុងខ្លួនរបស់យើងហើយបើសិនជាមួយខែសល់$30 10ខែយើងអាចសល់300ដែរសម្រាប់ប្រើប្រាស់ទុកទៅចាយវាទិញសម្លៀកបំពាក់ឬក៏បង់ថ្លៃសាលាឲ្យបានជាដើមអញ្ចឹងវិធីទី1នៃការសន្សំនោះគឺទាំងអស់គ្នាគួរតែគិតមើលលើចំណាយណាដែលចាំបាច់ឧទាហរណ៍ក្នុងមួយថ្ងៃឪពុកម្ដាយយើងឲ្យចាយចំនួន$10អញ្ចឹងតែយើងអាចដក$1ទុកបានទេយើងចាយ$9អញ្ចឹងយើងអាចសន្សំចាយទៅលើខ្លះតែយើងធ្វើមិនឧទាហរណ៍ទាំងអស់គ្នាអាសាញ៉ាំកាហ្វេមួយកែវ$2កាហ្វេbrand កាហ្វេគ្រាប់កាហ្វេđóយើងអាចមួយខែយើងអាចចាយអស់ច្រើនអញ្ចឹងបើមួយថ្ងៃយើងចាយញ៉ាំកាហ្វេមួយកែវអស់$2 5កាក់ទីហើយអញ្ចឹងចុះអញ្ចឹងយើងអាចដូរមកញ៉ាំកាហ្វេកញ្ចប់ឬមួយក៏យើងកាត់បន្ថយការញ៉ាំកាហ្វេមួយចំនួនដែលយើងគិតថាអាចញ៉ាំអីចំនួនផ្សេងបានទីហើយអាចជាទឹកអំពៅឬក៏កាហ្វេក៏បានប៉ុន្តែយើងមើលកន្លែងណាដែលតម្លៃធូរជាងឧទាហរណ៍កាហ្វេដូចគ្នាប៉ុន្តែកន្លែងខុសគ្នាតម្លៃខុសគ្នាកាហ្វេខ្លះអាចថាមួយកែវ$2កន្លែងខ្លះត្រឹមតែ$1 5កាក់អញ្ចឹងបើយើងចង់ញ៉ាំកាហ្វេមួយកែវដូចគ្នាយើងទៅទិញកន្លែងណាដែលអនាម័យល្អដូចគ្នាគុណភាពប្រហែលគ្នាបើមួយ$2 5កាក់កន្លែងមួយទៀតតែ$1 5កាក់គឺយើងអាចសល់$1ហើយយើងបានញ៉ាំកាហ្វេមួយកែវដូចគ្នាឧទាហរណ៍ថាមួយខែយើងចំណាយកាហ្វេអស់10កែវយើងអាចកាត់បន្ថយមួយកែវទៅយើងអាចសល់លុយមួយចំណែកនេះគឺជាវិធីទី1ទី2ពេលដែលយើងទិញអ្វីមួយយើងតែងតែព្យាយាមរបស់ណាដែលមានគុណភាពដូចគ្នាហើយអាចសុំការបញ្ចុះតម្លៃឧទាហរណ៍ថាយើងទិញសៀវភៅមួយក្បាលនៅបណ្ណាគារសៀវភៅដូចគ្នាតម្លៃ$3បើយើងទៅទិញទៅតាមតូបលក់សៀវភៅផ្សេងតម្លៃត្រឹម$2គឺយើងអាចសល់$1គុណភាពសៀវភៅដូចគ្នាហើយទៅចាំថាបើគុណភាពតាមតម្លៃពាក្យហ្នឹងខ្ញុំមិនបដិសេធទេប៉ុន្តែកន្លែងខ្លះរបស់ដូចនេះគុណភាពដូចគ្នាប៉ុន្តែលក់នៅទីតាំងខុសគ្នាតម្លៃនឹងខុសគ្នាឧទាហរណ៍ថាបាយមួយចានបាយសាច់ជ្រូកមួយចានដែលយើងហូបនៅតាមហាងតូចឬក៏តាមផ្លូវមួយចាន$5000តែបើបាយសាច់ជ្រូកដូចគ្នាបរិមាណប្រហែលគ្នាតែហូបនៅក្នុងហាងធំអាចនឹង$4ឬក៏$5ឬក៏$3អញ្ចឹងទៅប៉ុន្តែបាយមួយចានដូចគ្នាណាអ្វីខ្ញុំចង់លើកឡើងហើយយើងអាចរៀនសន្សំពីចំណុចនឹងមួយបានដើម្បីឲ្យយើងសល់លុយខ្លះអញ្ចឹងសម្ភារៈមួយចំនួនដែលយើងគិតថាយើងអាចនៅប្រើវាបានយើងប្រើវាសិនទៅមិនតើទិញថ្មីព្រោះវាបណ្ដាលឲ្យចំណាយលុយច្រើនបន្ថែមតើតើជាមួយនឹងការធ្វើដំណើរឬមួយក៏ទៅណាដែលមិនចាំបាច់យើងគួរកាត់បន្ថយដើម្បីឲ្យបន្ថយលុយថ្លៃសាំងឬក៏អ្វីដែលមិនចាំគឺយើងព្យាយាមកាត់បន្ថយចំណាយទៅយើងអាចសល់លុយបានអញ្ចឹងបើសិនជាទាំងអស់គ្នាព្យាយាមកាត់បន្ថយការចំណាយទាំងអស់នេះយើងនឹងអាចសល់លុយមួយផ្នែកសម្រាប់ខ្លួនឯងសម្រាប់ចាយនៅថ្ងៃខាងមុខអញ្ចឹងវាតពីភាគមុនដែលជាវីដេអូទី1ដែលខ្ញុំនិយាយថាប្រសិនបើយើងពឹងលើចំណូលពុកម្ដាយ100%យើងបែងចែកយ៉ាងម៉េចឲ្យយើងចាយគ្រប់ប្រចាំខែ
ដូចnhư mà tia ho lần bên tha phụ đã ở chai mỗi khái bay rối mỗi tháng ngày xong mà nó $10 chẳng bao dương chai tam tháng ngày $10 nó cướp cứ dương ai chai cướp và trăm khai mà vậy xong lôi pa mà tham tế vấn đề trong video TP ní dương đừng chai lôi $300 rồi còn mỗi tháng ngày $10 nó đòi dương chơi liệt xong xong được không nằng tiện toàn tam là vậy tinh cả lại nè đây đồng lại thu chiên dương miền cả discount dương miền cả và cho đồng lại xem là mấy phơi rằng ná ôi dương tinh con phiệp hạ bài cái hai dương ai son lùi một chỗ nốt là bay tục đến ngày càng một chắc trong xua từng ở tha ta ôn đài miền cầm rong trong sân xong lùi đài như thế đài lùi để dương bàn vì bụng đài bị dương ai sân xong là bay dương pra được ngày càng một bàn chẳng bà sân chỉ miễn ai comment được nông bán hơi được không video top chỉ video thị bấy khi nâng clip mong sầm rạ ca nghĩa nâng vừa bằng hành và to tiết đời xa tại ca vừa video nó cứ nhầm clip nâng về mong bài tại phần nọ đời xa khi nhầm comment ca nghĩa để vừa và to tiết này và sống ở cùng